បាទសូមជម្រាបសួរពុកម៉ែបងប្អូនគ្នាដែលស្រឡាញ់និងចូលចិត្តបាទជួយគាំទ្រមកដល់ Channel YouTube របស់ខ្ញុំបាទថ្ងៃដែលខ្ញុំបាទមានคลิปវីដេអូចំណេះដឹងថ្មីដើម្បីយកមកបង្ហាញជូនដល់បងប្អូនពីរបៀបផ្ញើ location ទីតាំងបាទចូលក្នុង Telegram បាទឥឡូវខ្ញុំសូមបង្ហាញបងប្អូននៅលើទូរស័ព្ទនេះតែម្ដងណាបាទឥឡូវសូមបវល់កាមេរ៉ាបន្តិចណាបាទឥឡូវនៅមុខខ្ញុំនេះគឺមាន location ចំនួន3បាទទី1ទី2ទី3ហើយ location ទាំង3នេះគឺខុសគ្នាទាំង3តែម្ដងបាទអញ្ចឹង location ទី1នេះជា location ទីតាំងគឺមានន័យថាពេលបងប្អូននៅទាំងហ្នឹងបងប្អូនផ្ញើទីតាំងទៅឲ្យគាត់បាទជា location ដែលផ្ញើទីតាំងដែលបងប្អូនរស់នៅបាទហើយ location ទី2នេះជា location ដើរគឺមានន័យថា location នេះជាការ live គេដាក់ថា live location នេះបាទអញ្ចឹងពេលបងប្អូនផ្ញើទៅឲ្យគាត់បាទឈ្មោះធីតារានេះបាទពេលដែលបងប្អូនកាន់ទូរស័ព្ទទៅដល់ណាបាទគឺការ live location ហ្នឹងបាទគឺឲ្យគាត់នឹងដឹងថាបងប្អូនទៅដល់ទីណាឧទាហរណ៍បងប្អូនកំពុងតែនៅចក្ការដងផ្ញើ location ឲ្យគាត់ស្រាប់តែបងប្អូនកាន់ទូរស័ព្ទហ្នឹងបាទទៅភាសាទំនើបស្ទឹងមានជ័យឬក៏ទៅភាសាអូអាស័យឬក៏ទៅអូឡ িম্প ិកអញ្ចឹងបាទគឺគាត់ដឹងតែម្ដងបាទហើយមាននីតិគឺការកំណត់បាទបង្ហាញទៅឲ្យគាត់បាទបងប្អូនអាចជ្រើសរើសយកបាទ5-10នាទីឬក៏1ម៉ោងឬក៏8ម៉ោងអញ្ចឹងទៅបាទហើយ location ទី3នេះបាទជា location កន្លែងសំខាន់ដែរបងប្អូនណាបាទ location ទី3នេះឧទាហរណ៍ថាបាទធីតារានេះគឺគាត់អត់ស្គាល់ដូចថាផ្សារទូតពងឬក៏អត់ស្គាល់ផ្សារច្បារអំពៅឬក៏អត់ស្គាល់កន្លែងទៅធ្វើបាត់ធ្វើ passport អីទេបងប្អូនក៏អាចផ្ញើ location បាទបែបទី3នេះទៅឲ្យគាត់បានដែរបាទអញ្ចឹងមិនថាបងប្អូនដូចថាមិននៅកន្លែងហ្នឹងក៏បងប្អូនអាចធ្វើការផ្ញើបានដែរលើកុំឲ្យយូរមកណាបងប្អូនទៅមើលពីរបៀបផ្ញើទាំងអស់គ្នាថាបាទផ្ញើបែបណាអញ្ចឹងសូមលុបបាទលុប Telegram អធិស្ឋានលុប location នេះចេញសិនណាបាទដំបូងបងប្អូនចូលមកបាទ Telegram មករួចហើយបងប្អូនជ្រើសរើសយកតាណាម្នាក់ដែលបងប្អូនចង់ធ្វើការផ្ញើ location ទៅឲ្យគាត់បាទឥឡូវឧទាហរណ៍ខ្ញុំយកធីតារានេះចុះបាទរួចហើយបងប្អូនចូលមកលើ account បាទ Telegram របស់ធីតារាហ្នឹងបងប្អូនក្លេកមើលខាងក្រោមនេះមានកន្លែងផ្ញើកតុកតាកន្លែងសរសេរអក្សរហើយនៅខាងស្ដាំដៃផុតនេះកន្លែង voice សលេងបាទផ្ញើសលេងអញ្ចឹងទៅហើយបងប្អូនកន្លែងមើលដូចជាបញ្ចូលខ្ទាស់នេះបាទជាកន្លែងបាទផ្ទុកកន្លែងផ្ញើរូបភាពនិងបាទ location ឬក៏កម្មវិធីនានាទៀតណាបាទអញ្ចឹងបងប្អូនចុចទៅលើបញ្ចូលខ្ទាស់ហ្នឹងមករួចហើយបងប្អូននឹងឃើញកម្មវិធីជាច្រើនអញ្ចឹងបងប្អូនយកមើលពាក្យថា location នេះបាទអញ្ចឹងបងប្អូនចុចទៅលើហ្នឹងមកបាទមកដល់ទាំងនេះបើសិនជាក្នុងបាទបើសិនជាបងប្អូននៅក្នុងបន្ទប់បងប្អូនគួរតែឲ្យចាំបាទចំណុចក្រហមនេះរត់មកចំកន្លែងចំណុច Q សិនឧទាហរណ៍ដូចថាពេលបងប្អូនអត់សូវមានសេវាបាទ location ដែលបងប្អូនធ្វើការចុចហ្នឹងបាទវាអត់តន់ឡើងពណ៌ដូចជាគោលដៅភ្លាមទេហើយវាអត់ចំអញ្ចឹងណាបាទអញ្ចឹងបងប្អូនធ្វើការរងចាំបន្តិចនេះបងប្អូនធ្វើការរងចាំបន្តិចអញ្ចឹងលុះ location ហ្នឹងរត់មកចំលើសាកចុចសាកថ្មីបងប្អូនមើលណាបាទពេលខ្ញុំចុចមកអញ្ចឹងចុចមកភ្លាមគឺ location គឺការវានៅត្រង់នេះបាទអញ្ចឹងនៅត្រង់ហ្នឹងហើយពេលដែលសេវាខ្លាំងគឺរត់មកចំតែម្ដងបាទរត់មកចំអញ្ចឹងណាបើសិនជាអត់ចំទេបងប្អូនអាចចុចកន្លែងនេះបាទចុចកន្លែងនេះរត់ចំណាអញ្ចឹងបងប្អូនមើលកន្លែង GPS នេះបាទនេះបងប្អូនបើសិនជានៅខុសអញ្ចឹងបងប្អូនចុចកន្លែង GPS ហ្នឹងមកណាបាទអញ្ចឹងខ្ញុំសូមបញ្យល់បងប្អូនលម្អិតតែម្ដងបាទពេលដែលចំកន្លែងចំណុចក្រហមដៅ location ហ្នឹងហើយបុកចំចំណុច Q អញ្ចឹងបងប្អូនអាចធ្វើការផ្ញើ location ទៅឲ្យគាត់បានហើយអញ្ចឹងបងប្អូនចុចកន្លែងខាងលើនេះគេដាក់ថា send បាទ select បាទ location អញ្ចឹងបងប្អូនចុចទៅលើហ្នឹងមកដើម្បីផ្ញើ location បាទទីតាំងទៅឲ្យគាត់មួយបាទអននេះធីតារានេះគាត់មានជំរើស2បាទមករកបងប្អូនបាទអញ្ចឹងគាត់អាចចូលមកលើ location ហ្នឹងហើយគាត់អាចមើលនៅត្រង់ហ្នឹងក៏បានឬមួយក៏បងប្អូនអាចក៏ធីតារាហ្នឹងបាទគឺគាត់អាចចូលទៅកន្លែងបាទ map ឬក៏ផែនទីបានអញ្ចឹងគាត់ចុចកន្លែងហ្នឹងមកហើយគាត់អាចជិះរកបាទទីតាំងរបស់បងប្អូនបានបាទអញ្ចឹងចំណុចហ្នឹងគឺជាចំណុចសំខាន់ដែរអញ្ចឹងគាត់ធ្វើការជិះរកឬក៏ដើររកបងប្អូនមកណាបាទហើយចំណុចទី2បាទចំណុចទី2ជាចំណុច location ដើរគឺមានន័យថាបងប្អូនផ្ញើ location បាទបែបលក្ខណៈដូចថា live ឬក៏វាដើរអញ្ចឹងឧទាហរណ៍ដែលបងប្អូនបានផ្ញើ location បែបលក្ខណៈ live ទៅឲ្យគាត់ហ្នឹងបងប្អូនកាន់ទូរស័ព្ទដែលបងប្អូនធ្វើការផ្ញើ location ឲ្យគាត់ហ្នឹងបាទបងប្អូនធ្វើការជិះម៉ូតូទៅដល់ណាក៏ location នឹងរត់ទៅតាមដែរហើយមានកំណត់នាទីបងប្អូនធ្វើការជ្រើសរើសបាទមាន5-10នាទីបាទ1ម៉ោងឬក៏8ម៉ោងអញ្ចឹងទៅដូចខ្ញុំរៀបពីក្បាលដំបូងណាបាទអញ្ចឹងបងប្អូនចុចទំនដើមវិញមកបាទចុចម៉ូតូផ្ទាល់រួចហើយបងប្អូនចុច location
បាទមកដល់ទៅនេះបងប្អូនឃើញកន្លែងលុតផ្លែតនេះមានលេខបូកហ្នឹងបាទគេដាក់ថាបាទ share my បាទ live location បាទអញ្ចឹងបងប្អូនចុចពីលើហ្នឹងមកពេលនោះបងប្អូនចុចពីលើពាក្យថា share location រួចហើយគេឲ្យយើងជំរើសមានបាទ5 10នាទីបាទ1ម៉ោង8ម៉ោងអញ្ចឹងបើសិនជាបងប្អូនចង់ផ្ញើរយៈពេលវែងទៅឲ្យគាត់បងប្អូនអាចយកបាទ1ម៉ោងបាទបើសិនជាបងប្អូនចង់យកដូចថាផ្ញើទៅឲ្យគាត់យូរតិចទៀតបងប្អូនអាចយក8ម៉ោងបានដែរបាទអញ្ចឹងបងប្អូនជួយពេលតា share ហ្នឹងមកដើម្បីឲ្យជាប់ណាបាទអញ្ចឹងមកដល់ចំណុចនេះគឺបាន2 location ទៅផ្ញើឲ្យគាត់ប៉ុន្តែឧទាហរណ៍ថាគាត់អត់ស្គាល់កន្លែងធ្វើបាត់ធ្វើ passport នៅព្រែកប្រានៅអីចឹងណាបាទអញ្ចឹងគឺគាត់អត់ស្គាល់ទេហើយបងប្អូនក៏អត់នៅទីនោះដែរអញ្ចឹងបងប្អូនមានជំរើសនោះបងប្អូនអាចចូលមកកន្លែង map នេះបាទកន្លែងផែនទីឬក៏ map ហ្នឹងបាទនៅគ្រប់ទូរស័ព្ទគឺមានទាំងអស់ណាបាទអញ្ចឹងបងប្អូនចូលមកលើផែនទីឬក៏ map ហ្នឹងមកបាទពេលនោះបងប្អូននៅកន្លែងផ្ទះបងប្អូនឧទាហរណ៍បងប្អូននៅដូចខ្ញុំអញ្ចឹងខ្ញុំនៅជាការដូងនេះបងប្អូនបាទនៅជាការដូងប៉ុន្តែគឺខ្ញុំអត់នៅកន្លែងធ្វើបាត់ធ្វើ passport ហ្នឹងទេប៉ុន្តែគឺគាត់អត់ស្គាល់ណាគឺគាត់ចង់ឲ្យផ្ញើ location ឲ្យអញ្ចឹងបងប្អូនអាច zoom location ដែលជាស្រ័យ zoom បាទផែនទីឬក៏ Google ហ្នឹងបងប្អូនអាចសរសេរឬក៏បងប្អូនអាចអស់រចេះក៏បានណាបាទចេញជាទម្រង់អក្សរខ្មែរអត់មានអីបាក់ទេបាទអញ្ចឹងបងប្អូនគ្រាន់តែចំណាំបាទឬក៏វាយតែម្ដងទៅតែខ្ញុំសូមអស់រសិនចិត្តណាបាទចាំខ្ញុំផាយបងប្អូនបាទនេះបងប្អូនគេដាក់ថាការិយាល័យបាទស៊ូមមកចិត្តបាទការិយាល័យលិខិតឆ្លងដែនអញ្ចឹងហើយបងប្អូនគ្រាន់តែចុចពីលើកន្លែងដូចជារូបផ្ទះហ្នឹងមកបាទកន្លែងធ្វើលិខិតឆ្លងដែនហ្នឹងបងប្អូនក៏ចុចពីហ្នឹងមករួចហើយបងប្អូនតម្លឹងរកមើលពាក្យថាបាទការចែករំលែកនេះបងប្អូនណាបាទអញ្ចឹងបងប្អូនចុចពីលើហ្នឹងទៀតចុចមកប៉ាក់មកបាទមានតែរសារទុកមានបញ្ជីមានការហៅអញ្ចឹងបងប្អូនរកមើលតែពាក្យថាបាទការចែករំលែកបានហើយណាបាទអញ្ចឹងបងប្អូនចុចពីលើហ្នឹងបាទរមូលចុចមកប៉ាក់អញ្ចឹងមានគេឲ្យយើងផ្ញើទៅបាទTelegram បាទទៅ Messenger ឬក៏ទៅបាទ WeChat អីចឹងណាអញ្ចឹងបងប្អូនផ្ញើទៅ Telegram បងប្អូនចុចពីលើ Telegram ហ្នឹងមករួចហើយបងប្អូនបាននឹងឃើញ profile ជាច្រើនបាទអញ្ចឹងបងប្អូនចុចពីលើឈ្មោះមួយណាដែលបងប្អូនចង់ធ្វើការផ្ញើទៅបាទអញ្ចឹងខ្ញុំសូមចុចលើបាទធីតារានេះចុះបាទនេះបងប្អូនគេដាក់ថាការិយាល័យលិខិតឆ្លងដែនអញ្ចឹងគាត់គ្រាន់តែបើកទៅនឹងមើលគាត់អាចចូលទៅបាទជិះទៅតាមនឹងបានហើយអញ្ចឹងរបៀបចូលគាត់គ្រាន់តែចុចពីលើនឹងមករួចហើយនោះនឹងនាំបាទគាត់ទៅដល់ផែនទីបាទផែនទីឬគឺ map ហ្នឹងហើយគាត់ដាក់ទិសដៅចេះបាទតែប៉ុណ្្នឹងទៅគាត់អាចជិះម៉ូតូឬក៏ជិះឡានជិះអីទៅរកកន្លែងដែលធ្វើបាត់ធ្វើ passport បានហើយបើសិនជាបងប្អូនចង់ផ្ញើបែបនេះក៏បានដែរបាទឧទាហរណ៍ថាបងប្អូនអត់ zoom ចឹងអត់សូវស្គាល់បងប្អូនក៏អាចទៅ search បាទសរសេររហ្នឹងបងប្អូនឧទាហរណ៍ថាគាត់ហ្នឹងអត់ស្គាល់ Eon 3ទេឥឡូវខ្ញុំសូមចុចកន្លែងគេថាស្វែងរកហ្នឹងមកដើម្បីសរសេរណាជាងសូមហៅតែម្ដងទៅបាទផ្សារទំនើប Eon 3បាទរួចហើយបងប្អូនចុចពីលើផ្សារទំនើប Eon 3ហ្នឹងមកឬក៏មួយបងប្អូនចុចកន្លែងsearch នេះបងប្អូនណាចុចហ្នឹងដូចតែគ្នាទេណាបាទហើយនោះគេបង្ហាញមាន Eon 1បាទនេះបងប្អូនគេដាក់ E ផ្សាយ Eon ភ្នំពេញបាទហើយនេះបាទផ្សារ Eon សែនសុខអញ្ចឹង Eon 2ហើយនេះជាផ្សារទំនើប Eon ដែរតែនេះជាដូចជាផ្សារស្អីបងប្អូនមើលទាំងហ្នឹងបាទមិនមែនផ្សារទំនើប Eon ទេហ្នឹងបាទហើយនេះជាផ្សារទំនើប Eon 3នេះគេដាក់ថាបាទផ្សារទំនើបបាទ Eon 3អញ្ចឹងបងប្អូនចុចពីលើហ្នឹងមកបាទចុចពីលើហ្នឹងហើយបងប្អូនរកមើលពាក្យថាបាទចែករំលែកនេះបងប្អូនណាបងប្អូនកុំភ្លេចណាចុចពាក្យថាចែករំលែកឬក៏ share ហ្នឹងនៅលើភាសាអង់គ្លេសគេដាក់ថា share ណាបាទអញ្ចឹងបងប្អូនចុចពីលើហ្នឹងរួចហើយនឹងបង្ហាញបាទតម្រងជាច្រើនបងប្អូនធ្វើការផ្ញើទៅអញ្ចឹងបងប្អូនចង់ផ្ញើទៅ Telegram បងប្អូនចុចពីលើ Telegram ហ្នឹងមករួចហើយបងប្អូនចុចពីលើឈ្មោះមួយណាដែលបងប្អូនចង់ធ្វើការផ្ញើទៅបាទអញ្ចឹងសូមចុចលើបាទធីតារារួចហើយបងប្អូនចុចសញ្ញាព្រួយនេះមកបាទតែប៉ុណ្្នឹងទៅបាទគឺបាន location ដល់12បាទការិយាល័យធ្វើលិខិតឆ្លងដែនបាទហើយនឹងផ្សារទំនើបបាទ Eon 3បាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ច្រើនហើយបើសិនជាបងប្អូនមានចម្ងល់បាទជួយ comment នៅក្រោមវីដេអូមកបាទខ្ញុំរីករាយនឹងឆ្លើយតបគ្រប់សំណួររបស់បងប្អូន
ហើយខ្ញុំបាទមុននឹងភ្លេចពីបងប្អូនទៅបាទសូមជូនពរបាទជូនចៃដល់បងប្អូនបាទរកទៅទីមានបាទសុខភាពល្អហើយបើសិនជាការនិយាយស្ដីរបស់ខ្ញុំមានលើសលុបបាទខាតត្រង់ចំណុចណាបាទខ្ញុំបាទក៏សូមកាន់តែពេកទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពីនេះដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយបាទបាយបាយ